មានសួរបងបាទមានសួរបងឈ្មោះអីដែរខ្ញុំឈ្មោះយ៉ាំផាត់បងហើយអាយុម៉ែនហើយសុខកំណើតនៅណាអាយុឆ្នាំហ្នឹង30បងសុខកំណើតនៅសុខណាកំណើតនៅដែងភូមិអកពងឃុំគុះស្រុកតាមកក់ខេត្តតាកែវអូហើយធ្លាប់មករៀននៅវិទ្យាស្ថាននេះចាប់យកជំនាញអីដែរជំនាញបរិក្ខារជាបងអូរៀនលើអីខ្លះបរិក្ខារជាក់ហ្នឹងរៀនលើម៉ាស៊ីនត្រជាក់ទូទឹកកកទូបោកខោអាវហើយអឺមុននឹងមករៀននៅវិទ្យាស្ថានហ្នឹងយើងធ្លាប់ឆ្លងកាត់ការងារអីខ្លះខ្ញុំធ្វើការអីខ្លះដែងជាពលករការ៉េបងត្រឡប់អូមកពីការ៉េវិញយើងមកចាប់ជំនាញហ្នឹងការទៅធ្វើការការ៉េធ្វើអីវិញសំណង់បង អូធ្វើផ្នែកសំបាទណង់បាទផ្នែកសំណង់នៅទៅការ៉េហ្នឹងគឺយើងសល់បានខ្លះដែរបងមានយើងអាចថាធ្វើជានៅឋានអីរស់នៅហើយក៏ដូចជាសល់យំសល់មិនច្រើនទេមកល្មមសំរុំបាទហើយដែលឡែកពូងាកមកវិញមិនបានអូនចាប់យកជំនាញនឹងនៅវិទ្យាស្ថានយើងដោយសារដែលខ្ញុំសង្កេតឃើញថាដែលប្រទេសយើងឥឡូវស្ថិតនៅក្នុងការអភិវឌ្ឍច្រើនអញ្ចឹងបងបាទអញ្ចឹងខាងបរិខាជាគឺមានតម្រូវការច្រើនបាទប្រាប់ថាដែលចំពោះដែលឪពុកម្ដាយដែលមានកូនឈប់ពីការសិក្សាក៏ដូចជាចង់ឲ្យកូនមានចំណេះជំនាញមួយច្បាស់លាស់គឺយើងអាចឲ្យកូនមករៀននៅទីនេះបានបងលោកគ្រូអ្នកគ្រូគឺមានដែលចំណេះជំនាញច្បាស់លាស់ក្នុងការបង្ហាត់បង្ហាញយើងហើយក៏ដូចជាការអនុវត្តផ្ទាល់ធ្វើឲ្យដែលសិស្សនឹងឆាប់ចេះឆាប់ចាំអញ្ចឹងបងចេះជំនាញហ្នឹងគឺជួយបានច្រើនបងដូចជាខាងបកការជាអញ្ចឹងជំនាញនេះគឺកំពុងតែត្រូវការត្រូវប៉ាន់ដែរអាចថាត្រូវប៉ាន់បាទជំនាញនេះគឺយើងទិញកលុយលក់កលុយតឡើងកលុយបាទចឹងនឹកឃើញអាចចេះទៅលុយទាំងអស់ហ្មងបាទចេះអឺមិនត្រឹមតែអាចថាធ្វើការឲ្យគេចង់មានអាជីវកម្មខ្លួនឯងលើផ្នែកហ្នឹងឯងមានទិសដៅអីចង់ចង់បង ចង់បើកអីចង់បើកដែលជួសជុលបរិក្ខារជាទូបោកម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ដឡើងម៉ាស៊ីនជាក់ហ្នឹងបងហើយនឹងចង់មានដើមទុនយើងដាក់លក់សម្ភារៈអគ្គិសនីអីខ្លះអញ្ចឹងបងបាទហើយយើងទោះច្រើនយ៉ាងណាបើយើងអត់មានចំណូលបន្ថែមគឺมันយូរអស់បារម្ភដែរបងបានខ្ញុំរចំណេះជំនាញមួយតខ្លួនដើម្បីដែលប្រកបបរហ្នឹងបងតែខ្ញុំណាមួយចំណង់ចំណូលចិត្តដល់ថាតនោះវាមានតែ3មុខជំនាញឯងមានតែកសិកម្មឧស្សាហកម្មនិងសំណង់ហ្នឹងបាទតែចំណាប់អារម្មណ៍ខ្ញុំដើរធ្វើតិចតួចតាំងខ្ញុំនៅរៀនទី12ដើរតាមបងគាត់រៀនចប់គាត់បើកកន្លែងខ្លួនឯងអញ្ចឹងបងដើរធ្វើភ្លើងម៉ាស៊ីនជាក់អីហ្នឹងយូរដែរហើយបាទទី12តាមទី12ប្រឡំបាក់ឌុបហើយអត់បានចូលមហាវិទ្យាល័យទេនិយាយទៅគឺវាហត់ដែរបងហត់គួរសមតែយើងហត់បានលុយវាស័ក្តិសមនឹងការចំណាយផងយើងការលះបង់ផងយើងសម្រាប់ការងារមួយហ្នឹងបាទខ្ញុំវិញដែលចំណាប់អារម្មណ៍ខ្ញុំគឺទៅលើការឆ្លាញ់ការចូលចិត្តហ្មងបាទសម្រាប់រឿងលុយកាក់ហ្នឹងក៏វាបន្តបន្សំដែរបាទមិនដែលការងារយើងធ្វើតិចយើងចង់បានលុយច្រើនអត់ទេបាទសម្រាប់ជំនាញហ្នឹងចំណាប់អារម្មណ៍ខ្ញុំគឺលើកទឹកចិត្តឲ្យបងប្អូនដែលថាអត់ទាន់មានការងារធ្វើចង់ទទួលបានឱកាសការងារធ្វើបាទគឺអាចមករៀននៅសាលាពហុបច្ចេកទេសនៅខេត្តតាកែវយើងបានបាទអាចមានប្រាក់ឧបត្ថម្ភរាល់ខែទៀតបងសម្រាប់ដែលបងប្អូនយើងដែលមានបានក្រីក្រឬបានងាយរងហានិភ័យណាបាទហើយបងអូនជាចុងក្រោយអាចថាអរគុណទៅដល់អ្នកណាខ្លះ
ឬក៏អាចលោកគ្រូអ្នកគ្រូឬក៏ថ្នាក់ដឹកនាំដែលគាត់បានបង្កើតកម្មវិធីនេះឡើងតាមអារម្មណ៍អូនផ្ទាល់ បាទជាចុងក្រោយគឺខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាដែលក្រសួងការងារលោកគ្រូអ្នកគ្រូដែលបានបណ្ដុះបណ្ដាលខ្ញុំក៏ដូចជាបងប្អូនសិស្សានុសិស្សដទៃទៀតឲ្យមានចំណេះជំនាញក៏ដូចជាទទួលបានឱកាសការងារមក អរគុណច្រើន បាទអរគុណច្រើន